សួស្តីបងប្អូនប្រជាកសិករជាទីរាប់អានខ្សែវីដេអូនេះនឹងពន្យល់អំពីវិធីសាស្ត្រចិញ្ចឹមកង្កែបក្នុងតង់កៅស៊ូជាលក្ខណៈគ្រួសាររបស់កសិករគំរូម្នាក់ស្ថិតនៅក្នុងភូមិកំព្រីងឃុំភ្លៀតក្រុងស្រីសុផាន់ខេត្តបន្ទាយមានជ័យនេះគឺជាលោកហ៊ុនគឹមហានដែលមានបទពិសោធន៍និងបច្ចេកទេសចិញ្ចឹមកង្កែបបានជោគជ័យនិងទទួលបាននូវផលប្រយោជន៍យ៉ាងច្រើនពីការចិញ្ចឹមនេះចាប់ចិញ្ចឹមកែពីខែ6ខែ7មកបានលុយពីក្រុមកែមអយើងជំនាញបឹងទលេសាបនេះ40,000ស្មើនឹង$100នេះខ្ញុំទិញមីពូជបាន2គូនេះវាតម្លៃវាជាង20,000ការចិញ្ចឹមកែបយើងចិញ្ចឹមលក្ខណៈសាមញ្ញជាគ្រួសារអត់ពិបាកទេនេះចិញ្ចឹមដតៃទីអាចចិញ្ចឹមបានដូចគ្នាហើយមើលតាមរូបមន្តដោយនេះដែលខ្ញុំរៀបចំរួចមុននេះនៅក្នុងខ្សែវីដេអូនេះយើងនឹងផ្ដល់ជូនលោកអ្នកនៅរឿងពិតជាក់ស្ដែងដើម្បីងាយយល់អំពីការអប់រំដែលផ្ដល់ដោយកសិករនិងអ្នកជំនាញរបស់យើងមិត្តកង្កែបរបស់យើងនឹងពន្យល់លោកអ្នកអំពីដំណាក់កាលមូលដ្ឋានគ្រឹះនៃដំណើរការចិញ្ចឹមកង្កែបនេះសួស្ដីអ្នកទាំងអស់គ្នាការចិញ្ចឹមកង្កែបមិនសូវលំបាកទេប៉ុន្តែសូមចងចាំនៅមូលដ្ឋានគ្រឹះមួយចំនួនដូចជា 1. ការត្រៀមសម្ភារៈនិងការកសាងអាងចិញ្ចឹម 2. ការដឹកជញ្ជូននិងពេលវេលាប្រឡែងកូនកង្កែប 3. ប្រភេទចំណីនិងការផ្ដល់ចំណី 4. ការថែទាំនិងអនាម័យអាងចិញ្ចឹម 5. ប្រភេទជំងឺនិងការព្យាបាល 6. ការប្រមូលផលកង្កែបសាច់ 7. ការភ្ញាក់កូននិងការលក់កូនកង្កែបសូមបញ្ជាក់ថារាល់មូលដ្ឋានគ្រឹះទាំងអស់នេះក៏មានបង្ហាញផងដែរនៅក្នុងសៀវភៅណែនាំបច្ចេកទេសស្ដីពីការចិញ្ចឹមកង្កែបក្នុងអាងផលិតដោយគម្រោងបង្ហាញបច្ចេកវិទ្យានៅតំបន់ទន្លេសាបដែលអាចរកបានពី website www.tsdcambodia.org សៀវភៅនេះគឺជាចំណេះដឹងបន្ថែមដ៏មានសារៈសំខាន់ទៅលើខ្សែវីដេអូនេះបើសិនជាអ្នកចង់បាននៅការយល់ដឹងកាន់តែច្រើនអំពីការចិញ្ចឹមកង្កែបអ្នកអាចរកវាបានពីអ្នកជំនាញកសិកម្មនៅប្រចាំខេត្តឬស្រុករបស់អ្នកជាការចាប់ផ្ដើមអ្នកត្រូវការសម្ភារៈមួយចំនួនដូចជាទីកន្លែងចិញ្ចឹមតូចមួយសម្រាប់រៀបចំអាងចិញ្ចឹមតង់ផ្លាស្ទិកទំហំ3ម៉ែត្រគុណ4ម៉ែត្រតម្លៃប្រហែល32,000រៀលសំណាញ់បៃតងប្រវែង14ម៉ែត្រតម្លៃប្រហែល20,000រៀលដបអល់ប្រក់ពីសំណាញ់ទំហំ12ម៉ែត្រ2តម្លៃប្រហែល20,000រៀលបង្គោលឫស្សីប្រវែង2ម៉ែត្រចំនួន8ដើមទយោជ័របាញ់ទឹកតម្លៃប្រហែល60,000រៀលទយោជ័របង្ហូរទឹកទំហំមកកាត់40និងប្រវែង2ទឹកមានតម្លៃប្រហែល5,000រៀលតម្លៃសម្ភារៈប្រែប្រួលទៅតាមតំបន់ប៉ុន្តែឈប់សិនប្រហែលជាអស់ច្រើនជាងនេះព្រោះអ្នកត្រូវទិញកូនកង្កែបទៀតយើងនឹងបង្ហាញកូនកង្កែបនៅពេលក្រោយប៉ុន្តែដំបូងនេះយើងងាកមកមើលអំពីរបៀបសាងសង់អាងចិញ្ចឹមកង្កែបសិនក្នុងការសាងសង់អាងអ្នកអាចនឹងចំណាយពេលប្រហែលពេញមួយថ្ងៃសម្រាប់អាងចិញ្ចឹមតូចមួយគឺអ្នកត្រូវការដីទំហំ3x6ម៉ែត្រមិនលិចទឹកមានពន្លឺថ្ងៃគ្រប់គ្រាន់នៅជិតប្រភពទឹកស្អាតនិងនៅក្បែរផ្ទះព្រោះងាយស្រួលក្នុងការគ្រប់គ្រងកន្លែងដែលកង្កែបនៅយើងអាចធ្វើទួលមកខាងដីពីក្រោមកស៊ូដែលយើងក្រាលសម្រាប់កង្កែបនៅឲ្យរៀងទួលដើម្បីឲ្យកង្កែបឲ្យវាទទួលពន្លឺទទួលកម្ដៅគ្រប់គ្រាន់ដែរកាលណាដែលយើងធ្វើចង្អូប្រឡោះកដាលឲ្យមានទឹកដក់នៅប្រឡោះកដាលនេះណាវាធ្វើឲ្យកង្កែបនឹងវាចុះមកលេងទឹកនឹងវាទទួលបានគ្រប់គ្នាកាលណាដែលយើងធ្វើតែមកកលុកអញ្ចឹងវាអត់មានចង្អូវែងចេះកង្កែបវាផ្ដុំលើគ្នាអញ្ចឹងវាចុះមកវាចុះតែម្ខាងទាំងអស់គ្នាកាលណាដែលមានចង្អូនេះវាចុះបានគ្រប់គ្រាន់អ្នកត្រូវទិញតង់ផ្លាស្ទិកមានផ្ទៃរលោងដើម្បីប្រើក្នុងការរក្សាទឹកនៅក្នុងអាងនិងកាត់បន្ថយភាពកកិនរវាងពោះកង្កែបនិងផ្ទៃបាតអាងដែលនាំឲ្យរលាត់និងរលាកស្បែកកង្កែបធ្វើឲ្យវាងាយរងនឹងជំងឺផ្សេងចំណែកលោកផុនគឹមហានបានរកឃើញបច្ចេកទេសមួយផ្សេងទៀតក្រៅពីសៀវភៅណែនាំបច្ចេកទេសនៃការចិញ្ចឹមកង្កែបដ៏មានសារៈសំខាន់នេះគឺដើមពីដើមគឺចិញ្ចឹមគេរៀបអាងជារៀបជាអិតរៀបជាអុយរួចបានគេរៀបជាកស៊ូណាបាទដល់សប្តាហ៍ថ្ងៃបច្ចេកទេសថ្មីគឺរៀបដាក់តាកស៊ូហើយកស៊ូនេះយើងធ្វើដីរមៀលក៏បាន
អូមានចំណូលរៀងចោបន្តិចក៏បានសម្រាប់បង្ហូរទឹកលៀងកែបជួនកាលជីទីជាបន្លាយក្រមវាមានចលុច្រោបន្តិចស្ដាប់កូនកែបចូលលេង ដើម្បីសាងសង់រោងអាងអ្នកត្រូវទុកផ្លូវសម្រាប់ដើរនិងមានដំបូលក្នុងនោះអ្នកត្រូវមានបង្គោលឈើប្រវែង 2 ម៉ែត្រចំនួន 8 ដើមដើម្បីធ្វើជាសសរនិងប្រើសំណាញ់បៃតងធ្វើជញ្ជាំងនិងដំបូលអាងចិញ្ចឹមកង្កែបគួរមានកម្ពស់ជញ្ជាំងប្រហែល 1 ម៉ែត្រធ្វើពីស្បៃនីឡុងឬកម្ពស់អិនពី 8 ទៅ 10 ជាន់ដែលធានាថាកង្កែបមិនអាចលោតចេញពីអាងបានក្រៅពីនោះអ្នកត្រូវការសម្ភារៈមួយចំនួនរួមមានបង្គោលគឺប្រើប្រាស់សម្រាប់ទ្រដំបូលអាងព្រោះវាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយកម្ដៅនៅពេលក្ដៅខ្លាំងសំណាញ់ពណ៌បៃតងឬខៀវខ្ចីវាមានតម្លៃថោកល្មមនិងជួយឲ្យកង្កែបមានពណ៌ស្រស់ស្អាតក៏ប៉ុន្តែគេក៏មិនត្រូវដាក់អាងក្រោមម្លប់ខ្លាំងគ្មានថ្ងៃបានទេព្រោះកង្កែបត្រូវការពន្លឺកម្ដៅថ្ងៃខ្លះសម្រាប់ជួយវារំលាយអាហារនិងលូតលាស់បានល្អការរៀបអាងនេះជួនកាលប្រើជាកំពង់ទីបខ្លះមិនប្រើកំពង់ទីបទេប្រើជារស័យយើងចំកំពង់រស័យវែងៗនេះទៅបាទកាត់អាចហូរបានកាត់បន្ថយអារឿងកំពង់ទីបដែលថវិកាតិចតួចយើងអាចធ្វើកើតយើងប្រើកំពង់រស័យបាទឥឡូវនេះជាពេលដែលត្រូវបង្ហូរទឹកចូលក្នុងអាងអ្នកអាចប្រើទៅយកបាញ់បញ្ចូលទឹកក្នុងអាងប៉ុន្តែបើអ្នកមានថវិកានិងមានគម្រោងចិញ្ចឹមកង្កែបយូរអង្វែងអ្នកអាចប្រើបំពង់ទីបជ័រមានភ្ជាប់ក្បាលរ៉ូម៉ាណេបិទបាំងទឹកដែលធ្វើឲ្យអ្នកមានភាពងាយស្រួលអ្វីដែលសំខាន់ទៀតនោះគឺត្រូវមានបំពង់ទីបផ្លាស្ទិកបង្ហូរចេញមួយដើម្បីរក្សាកម្រិតកម្ពស់ទឹកនៅក្នុងអាងជាទូទៅអ្នកត្រូវការរក្សាចន្លោះទឹកពី2ហ៊ុនទៅ5ហ៊ុនជានិញជាមួយបំពង់នេះទឹកដែលមាននៅក្នុងអាងលើសចំណុះវានឹងហូរចេញដោយស្វ័យប្រវត្តិឧទាហរណ៍នៅពេលមានភ្លៀងខ្លាំងឬអ្នកភ្លេចបិទទឹកពីក្បាលរ៉ូម៉ាណេអ្នកគួរប្រើបំពង់ទីបជ័រមកកាត់ពី4ទៅ6ហ៊ុនសម្រាប់បង្ហូរទឹកចេញដោយចងភ្ជាប់សំណាញ់បិទមុខនៅចុងបំពង់ផ្នែកខាងក្នុងអាងដើម្បីកុំឲ្យកង្កែបចេញបានអ្នកក៏ត្រូវគិតផងដែរអំពីទីកន្លែងដែលត្រូវបង្ហូរទឹកកខ្វក់ចេញជាទូទៅទឹកត្រូវបង្ហូរចេញ2ឬ3ដងក្នុងមួយថ្ងៃបើសិនអ្នកមានភាពវៃឆ្លាតអ្នកអាចប្រើប្រាស់ទឹកនេះស្រោចលើដំណាំរបស់អ្នកនេះជាគំនិតល្អមួយបើអ្នកធ្វើសួនបន្លែមួយនៅក្បែរអាងចិញ្ចឹមកង្កែបឥឡូវនេះអ្វីមានអស់ហើយប៉ុន្តែចុះឯណាទេកូនកង្កែបពូជកង្កែបនេះមានយ៉ាងតិច19ប្រភេទក្នុងនោះពូជកង្កែបមានធំដែលមានឈ្មោះថាកង្កែបគោកឬកង្កែបអូមពូជកង្កែបរ៉ាណាមានច្រើននៅក្នុងប្រទេសកម្ពុជាថៃវៀតណាមនិងឡាវវាមានបញ្ហាចំពោះការចិញ្ចឹមពូជកង្កែបខ្មែរដោយសារវាខ្លាំងលោតបានខ្ពស់និងមិនសូវសម្បូរពូជពិសេសដែលលោកហ៊ុនគឹមហានជ្រើសរើសមកចិញ្ចឹមគឺពូជកង្កែបរ៉ាណាមកពីប្រទេសថៃកូនកង្កែបដែលមានអាយុ45ថ្ងៃក្រោយពេលញាស់គេអាចទិញយកទៅចិញ្ចឹមបានក្នុងចំនួន100ក្បាលថ្លៃប្រហែល 35,000 រៀលអ្នកអាចរកបានពូជប្រភេទនេះនៅអាងភ្ញាស់កូនកង្កែបរបស់លោកហ៊ុនគឹមហានប៉ុន្តែបើគេទិញកូនដែលមានអាយុលើស55ថ្ងៃគឺវាថ្លៃជាងអញ្ចឹងជាការប្រសើរយើងគួរទិញពេលវានៅតូចនៅក្នុងអាងមួយគេអាចដាក់កូនកង្កែបចិញ្ចឹមពី800ទៅ 1000 ក្បាលអ្នកអាចដឹកជញ្ជូនកូនកង្កែបបានច្រើនពេលវានៅតូចពេលដែលមានអាយុ45ថ្ងៃគឺវាងាយស្រួលវាចុះស៊ីចំណីនិងមិនងាប់ច្រើនពេលដឹកជញ្ជូនតាមផ្លូវសូមប្រយ័ត្នចំពោះកូនកង្កែបវាជាការបណ្ដាក់ទុនដ៏មានសារៈសំខាន់សម្រាប់អ្នកជាការពិតណាស់ព្រោះអ្នកចង់បញ្ជាការបាត់បង់កូនកង្កែបច្រើននៅតាមផ្លូវដូច្នេះអ្នកត្រូវរៀបចំសម្ភារៈដាក់កូនឲ្យបានសមរម្យជាទូទៅការដឹកជញ្ជូនកូនកង្កែបត្រូវធ្វើតាមរូបភាពចំហហើយស្ងួតដោយប្រើប្រាស់សម្ភារៈមួយចំនួនដូចជាកញ្ជើធុងកេះថង់ដែលមានប្រហោងឲ្យខ្យល់ចេញចូលគ្រប់គ្រាន់ក្នុង1ម៉ែត្រការ៉េបាតនៃសម្ភារៈសម្រាប់ដឹកជញ្ជូនគេអាចដាក់កូនកង្កែបមានទម្ងន់ពី5ខាំទៅ10ក្រាមបានរហូតដល់800ក្បាលប៉ុន្តែបើអ្នកចង់បានកូនកង្កែបដែលមានទម្ងន់ពី10ក្រាមទៅ15ក្រាមនិងមានអាយុ45ថ្ងៃគឺអាចដាក់បានតែពី400ទៅ500ក្បាលប៉ុណ្ណោះវាមានវិធីមួយចំនួនដែលអ្នកអាចធ្វើដើម្បីឲ្យកូនកង្កែបមិនសូវងាប់នៅពេលដឹកជញ្ជូនគឺការដឹកជញ្ជូនគួរធ្វើនៅពេលត្រជាក់ព្រោះវាចាញ់កម្ដៅក្តៅខ្លាំងដូច្នេះគួរតែដឹកជញ្ជូននៅពេលយប់ឬពេលព្រឹកព្រលឹមតែកុំឲ្យត្រជាក់ពេកមុនពេលដឹកជញ្ជូនត្រូវបង្អត់ចំណីវាមួយថ្ងៃដើម្បីកុំឲ្យវាងាប់ច្រើនក្នុងពេលដឹកជញ្ជូនមិនតែប៉ុណ្្នឹងទេគេត្រូវប្រុងប្រយ័ត្នផងដែរនៅពេលប្រឡែងកូនកង្កែបទៅក្នុងអាងថ្មីរបស់វា
គឺមុនពេលប្រឡែងត្រូវទុកកូនកង្កែបនៅកន្លែងត្រជាក់ពី10ទៅ15នាទីដើម្បីឲ្យវាបាត់ហន់ការប្រឡែងត្រូវធ្វើដោយផ្អៀងកញ្ឆេរនិងយកដៃជួយកាយវាចេញដោយថ្នមបន្ទាប់មកត្រូវបាញ់ទឹកត្រជាក់ថាទៅលើកូនកង្កែបដើម្បីលាងសម្អាតរំអិលដែលជាប់លើខ្លួនវានិងធ្វើឲ្យវាមានភាពស្រស់ថ្លានិងសកម្មឡើងវិញអាវមីនេះមើលទៅស្អាតណាស់សម្រាប់កូនកង្កែបទាំងអស់ប៉ុន្តែខ្ញុំគិតថាក្រោយពីធ្វើដំណើរដ៏សែនឆ្ងាយឥឡូវនេះវាដល់ពេលផ្ដល់ចំណីអាហារហើយតាមធម្មតាកង្កែបស៊ីចំណីពី3ទៅ4ដងក្នុងមួយថ្ងៃចំណីកង្កែបមាន2ប្រភេទគឺប្រភេទចំណីស្រស់និងប្រភេទចំណីផ្សំប្រភេទចំណីស្រស់រួមមានត្រីល្អិតគ្រប់ប្រភេទសាច់គ្រំសាច់ខ្យងកូនក្តាមសត្វល្អិតជន្លេនកាកសំណល់កែច្នៃមាន់ទាជាដើមឡើយចំណីស្រស់គួរប្រើវានៅពេលអាចរកបាននៅក្នុងតម្លៃថោករកបានដោយខ្លួនឯងឬករណីពិបាករកចំណីក្រចំណីប្រភេទនេះត្រូវយកមកឲ្យកង្កែបស៊ីភ្លាមដោយមិនត្រូវទុកឲ្យស្អុយទេប៉ុន្តែបើយើងមានចំណីប្រភេទនេះច្រើនត្រូវរក្សាទុកក្នុងធុងទឹកកកដើម្បីកុំឲ្យខូចគុណភាពចំណែកឯប្រភេទចំណីផ្សំវិញមាន2ប្រភេទគឺប្រភេទចំណីផ្សំសើមនិងប្រភេទចំណីផ្សំស្ងួនប្រភេទចំណីផ្សំសើមគឺជាការស្ងោរចំណីឲ្យឆ្អិនល្អដោយមានផ្សំបញ្ចូលគ្នានៅវត្ថុធាតុផ្សំច្រើនមុខមានដូចជាម្សៅត្រីឬត្រីល្អិតសណ្តែកសៀងកន្ទក់ពោតក្រហមអំបិលប្រភេទចំណីផ្សំត្រូវធ្វើតាមរូបមន្តឲ្យបានត្រឹមត្រូវដើម្បីឲ្យបានកម្រិតប្រូតេអ៊ីន 30% ទើបកង្កែបស៊ីទៅមានការលូតលាស់លឿនបើសិនជាប្រូតេអ៊ីនក្នុងចំណីផ្សំមិនគ្រប់ 30% ធ្វើឲ្យកង្កែបលូតលាស់យឺនកាលណាតែគាត់ចិញ្ចឹមកង្កែបគាត់ជ្រើសរើសរកចំណីអាហារដែលមានប្រូតេអ៊ីនមិនប្រក់ក្តីយកមកឲ្យសត្វកង្កែបស៊ីវាធ្វើឲ្យផលប៉ះពាល់ច្រើនបាទទី1អាចឲ្យកង្កែបក្រិនបាទទី2ធ្វើឲ្យកង្កែបនោះវាអាចវាចឹកគ្នាវាខំគ្នាបាទហើយទី3ទៀតវាអាចធ្វើឲ្យកង្កែបនោះវាធំហួរវាធំតពោះវាអត់មានសាច់ទេវាធ្វើវាទៅជាអាឡែកស៊ីស្បែកវាអាចទៅជាដំបៅទៀតចំណែកប្រភេទចំណីផ្សំស្ងួនឬចំណីក្របវិញគឺជាចំណីសម្រាញ់ដែលផលិតដោយរោងចក្រឬសិប្បកម្មមានលក្ខណៈជាក្របឆ្អិនហើយស្ងួតកសិករយើងអាចឲ្យកង្កែបស៊ីចំណីក្របទាំងស្រុងក៏បានដែរប៉ុន្តែអ្វីដែលសំខាន់កសិករត្រូវរកចំណីក្របរបស់ក្រុមហ៊ុនណាដែលមានប្រូតេអ៊ីនមិនតិចជាង 22% ទើបកង្កែបស៊ីទៅធ្វើឲ្យវាមិនក្រិននិងមិនបាត់បង់ចូលចងចាំថាកង្កែបត្រូវស៊ីចំណីមានកម្រិតប្រភេទប្រូតេអ៊ីនខុសៗគ្នាទៅតាមអាយុរបស់វាពីតូចរយៈពេល1ខែដំបូងវាត្រូវការប្រូតេអ៊ីនខ្ពស់ 30 ទៅ 35% ហើយដំណាក់កាលនេះត្រូវប្រុងប្រយ័ត្នយកចិត្តទុកដាក់ប្រើចំណីសមស្របបើមិនដូច្នោះទេនឹងជួបបញ្ហាកង្កែបខាំស៊ីគ្នាច្រើននិងធ្វើឲ្យក្រិនបន្ថំដល់វាធំបន្ទិញកម្រិតប្រូតេអ៊ីនថយចុះជាលំដាប់រហូតចូលដល់ខែទី3វាត្រូវការចំណីមានប្រូតេអ៊ីនទិញ 22% សូមពិនិត្យកម្រិតប្រូតេអ៊ីនចំណីក្នុងតារាងខាងក្រោមទំហំគ្រាប់ចំណី 1 មីលីម៉ែត្រកម្រិតប្រូតេអ៊ីន 35% ដំណាក់កាលអាយុ15ថ្ងៃដំបូងកម្រិតផ្ដល់និងការផ្ដល់ 7 ទៅ 10% នៃទម្ងន់ខ្លួនសរុបផ្ដល់ពី 4 ទៅ 6 ដងទំហំគ្រាប់ចំណី 2 ទៅ 2.5 មីលីម៉ែត្រកម្រិតប្រូតេអ៊ីន 30% ដំណាក់កាលអាយុ30ថ្ងៃបន្ទាប់មកទៀតកម្រិតផ្ដល់និងការផ្ដល់ 5 ទៅ 7% នៃទម្ងន់ខ្លួនសរុបផ្ដល់ពី 4 ទៅ 6 ដងអាមួយនេះមើលទៅអត់សូវស្រួលសោះអ្នកត្រូវតែយកវាចេញនិងតាមដានមើលថាវាមានបញ្ហាអ្វីកង្កែបចិញ្ចឹមមានជំងឺ2ប្រភេទគឺជំងឺហាមពោះនិងជំងឺរលាកស្បែកជំងឺហាមពោះមានលក្ខណៈសម្គាល់ដូចជាកង្កែបមានពោះរីកធំមិនសូវធ្វើចលនានិងមិនសូវស៊ីចំណីកង្កែបមានជំងឺនេះមួយចំនួនមានលានកសាលគូតចេញមកក្រៅជំងឺរបស់កង្កែបភាគច្រើនបង្កឡើងដោយសារមជ្ឈដ្ឋានទឹកដែលវារស់នៅមិនស្អាតនិងគុណភាពចំណីមិនល្អរួមទាំងការមិនសូវធ្វើអនាម័យបាតអាំងឲ្យបានស្អាតល្អជាប្រចាំផងដែរកាលណាកង្កែបយើងលលាកស្បែកទៅចាប់អាដែលលលាកស្បែកយើងដាក់ដោយលេងណាយកជាស្បកគេដីក៏បានស្បកកណ្ដោលដើមកណ្ដោលណាដើមកណ្ដោលដើមគេដីឬជាដើមធ្នង់របស់ចាត់ដាក់ត្រាំវាមួយថ្ងៃពីរវាអាចសះទៅវិញបានបើសិនជានៅតែមានបញ្ហាសូមអានសៀវភៅណែនាំបច្ចេកទេសលម្អិតនៃការព្យាបាលជំងឺកង្កែបនៅក្នុងទំព័រទី19ពីព្រោះពេលខ្លះការកើតមានជំងឺក៏អាចបណ្ដាលមកពីដង្កូវឬក៏មេរោគផ្សេងទៀតដែរឥឡូវ
ការចិញ្ចឹមកង្កែបគឺមិនចាំបាច់នៅជាប់ជាប្រចាំនោះទេប៉ុន្តែគឺត្រូវការមនុស្សម្នាក់នៅមើលផ្លាស់ប្ដូរទឹកនៅពេលព្រឹងនិងពេលល្ងាចរៀងរាល់ថ្ងៃមុនពេលឲ្យចំណីវាជាទូទៅការចិញ្ចឹមកង្កែបមានរយៈពេលពី2ខែកន្លះទៅ3ខែបន្ទាប់ពីដាក់ចិញ្ចឹមក្នុងរយៈពេលនេះកង្កែបអាចមានទម្ងន់ពី2ទៅ3ខាំក្នុងមួយក្បាលជាទំហំដែលពេញនិយមនៅទីផ្សារអ្នកអាចចិញ្ចឹមកង្កែបយូរជាងនេះប៉ុន្តែភាគរយនៃការចំណេញនឹងមានការថយចុះបើអ្នកមានកង្កែបច្រើនអាងនោះអ្នកក៏អាចលក់វាបានជាបន្តបន្ទាប់ក្រោយពីវាមានអាយុ45ថ្ងៃក្នុងមួយឆ្នាំគេអាចចិញ្ចឹមកង្កែបបានពី3ទៅ4ដងហើយកង្កែបសាច់អាចលក់បានក្នុងតម្លៃចន្លោះពី 8,000 រៀលទៅ 12,000 រៀលក្នុង1គីឡូក្រាមទំហំកង្កែបដែលសមស្របសម្រាប់តម្រូវការនៅទីផ្សារគឺ1គីឡូក្រាមស្មើនឹងកង្កែបចំនួន3ទៅ4ក្បាលដូច្នេះកង្កែប800ក្បាលក្នុងមួយអាងប្រមូលផលបានប្រហែលពី200ទៅ250គីឡូក្រាមក្នុង1គីឡូតម្លៃ 10,000 រៀលគឺអ្នកអាចទទួលបាន2លានរៀលឬស្មើនឹង$500អាមេរិកដូច្នេះជាទូទៅក្នុងការប្រមូលផលអ្នកអាចទទួលបានប្រាក់ចំណេញចាប់ពី$350ឡើងទៅអ្នកក៏អាចទទួលបានប្រាក់ចំណេញច្រើនជាងនេះបើសិនជាអ្នកចិញ្ចឹមវាខុសរដូវកាលជាមួយកង្កែបធម្មជាតិខ្ញុំចិញ្ចឹមមកមានកង្កែប8អាងយើងមានវាខុសគ្នាកន្លះខែឬ1ខែអីទៅណាយើងដាក់បណ្ដើគ្នាទៅកាលណាកង្កែបច្រើនពេកចុញកាលដល់យើងចេញម្ដងមួយអាងទៅ4-10ថ្ងៃឬកន្លះខែទៅចេញមួយអាងទៅទៀតបើខុសគ្នាចាអាយុកាលខុសគ្នាកង្កែបវាធំបណ្ដើតាមគ្នាចំពោះការផ្ញើកូនកង្កែបនិងការលក់កូនវិញអ្នកត្រូវដឹងថាកង្កែបចិញ្ចឹមក៏ដូចជាកង្កែបធម្មជាតិដែរគឺវាបង្កាត់ពូជនៅក្នុងរវាងខែមីនានិងខែតុលាការផ្ញើកូនកង្កែបមាន2យ៉ាងគឺទី1ផ្ញើតាមរបៀបពាក់កណ្ដាលសពនិមិត្តដោយការចាក់អរម៉ូនមេកង្កែបមួយក្បាលអាចពងកូនបានចំនួន500ក្បាលកម្រិតប្រើប្រាស់អរម៉ូនគឺសូប្រេហ្វាក់ពី10ទៅ15មីក្រូក្រាមបូកនឹងប៉ូទីស្យូម10មីលីក្រាមសម្រាប់ចាក់កង្កែបមេទម្ងន់សរុប1គីឡូក្រាមសូប្រេហ្វាក់5មីក្រូក្រាមបូកនឹងប៉ូទីស្យូម10មីលីក្រាមសម្រាប់ចាក់កង្កែបឈ្មោល1គីឡូក្រាមពេលវេលាសមស្របសម្រាប់ចាក់អរម៉ូនគួរធ្វើនៅម៉ោង3ទៅម៉ោង5រសៀលទីតាំងសម្រាប់ចាក់អរម៉ូនទៅលើកង្កែបមាន2កន្លែងគឺចាក់នៅជើងខាងមុខទាំងសងខាងនិងសាច់ដងផ្លូវជើងក្រោយទាំងសងខាងការភ្ញាស់កូនកង្កែបយើងជ្រើសរើសពូជគឺពូជនេះលក្ខណៈមេបាដែលពូជល្អកង្កែបឈ្មោលយើងដឹងយើងស្គាល់ហើយកង្កែបឈ្មោលវាមានថងសម្លេងថងអីវាអញ្ចឹងទៅហើយកង្កែបមេវាមានពោះធំមានសុខភាពវាមាំមួនយើងសកត់លើពោះវាតើវាមានលក្ខណៈគ្រាប់បង្កកំណើតវាហើយនៅបាទអញ្ចឹងយើងកាលណាតែយើងជ្រើសរើសកង្កែបមេនឹងផុសយកមកបង្កាត់ក៏អត់បានជោគជ័យដែរបាទអញ្ចឹងបន្ទាប់ពីបង្កាត់ដល់យើងធ្វើអាងទៅយើងអាចបង្កាត់ជាចាក់ស្ពែមក៏បានជាលក្ខណៈភ្ញាស់សពនិមិត្តធម្មជាតិក៏បានដែរជោគជ័យដូចគ្នាការយើងអោយកង្កែបវាពាក់គ្នាអោយកង្កែបវាស្រោបស្រាលជួនកាលយើងធ្វើជាទឹកសពនិមិត្តបាញ់ជាទឹកកាឈូកឲ្យស្រោបពីលើមកដូចកភ្លេងបាទហើយជួនកាលយើងមានជាដូចជាដាក់ធុងបាសឲ្យឌឹបទៅវាអង្កែបឈ្មោះមានការសម្រាប់ទាំងញីឈ្មោះអាចពាក្យគ្នាបានសូមកុំភ្លេចអ្នកអាចទទួលបានព័ត៌មានបន្ថែមនៅក្នុងសៀវភៅណែនាំបច្ចេកទេសស្ដីអំពីការចិញ្ចឹមកង្កែបក្នុងអាងផលិតដោយគម្រោងបង្ហាញបច្ចេកវិទ្យានៅតំបន់ទន្លេសាបដែលអាចរកបានពី website www.tsdcambodia.org សៀវភៅនេះនឹងផ្ដល់ឲ្យអ្នកនូវព័ត៌មានលម្អិតបន្ថែមទៅលើវីដេអូដែលអ្នកបានមើលនេះដូចជាការបង្ហាញអំពីរបៀបសាងសង់អាងការដឹកជញ្ជូនការឲ្យចំណីការថែទាំសុខភាពការប្រមូលផលនិងការបង្កាត់កូនជាដើមសៀវភៅនេះក៏អាចជួយអ្នកក្នុងការចិញ្ចឹមកង្កែបជាលក្ខណៈទ្រង់ទ្រាយធំផងដែរសម្រាប់ការចិញ្ចឹមកង្កែបខ្នាតតូចដោយដែលបានបង្ហាញជូនក្នុងវីដេអូនេះសូមចងចាំថាអ្នកត្រូវចិញ្ចឹមកង្កែបរបស់អ្នកក្នុងបរិយាកាសមួយធម្មតានិងរីករាយដូចជាការដាក់ក្នុងម្លប់រក្សាកម្រិតទឹកឲ្យនៅថេរដូរទឹក2ដងក្នុងមួយថ្ងៃមុនពេលឲ្យចំណីត្រូវមានប្រូតេអ៊ីនសមស្របតាមអាយុត្រូវតាមដានមើលថាតើវាមានជំងឺឬទេវាមិនមែនជាការដាក់ទុនដ៏ធំធេងនោះទេប៉ុន្តែវាអាចបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅក្នុងរយៈពេលតែ 2-3 ខែប៉ុណ្ណោះក្រៅពីប្រាក់ចំណូលសាច់កង្កែបបានផ្ដល់នូវចំណីអាហារដែលមានប្រូតេអ៊ីនយ៉ាងច្រើនសម្រាប់គ្រួសារអ្នក
សូមសំណាងល្អនិងទទួលជោគជ័យសម្រាប់ការសាកល្បងចិញ្ចឹមកង្កែបរបស់អ្នក